ខ្ញុំគឺជាសត្វការីប៉ុន្តែសប្តាហ៍នេះខ្ញុំអត់បានធ្វើការនៅក្នុងអសតស្ថានទេខ្ញុំធ្វើការនៅក្នុងការិយាល័យហើយក៏មានការធ្វើដំណើរដើម្បីអភិបាលការងារនៅតាមបណ្ដាខេត្តផងដែរហើយក្នុងពេលនេះគឺខ្ញុំមាន working trip មួយនៅខេត្តកែបដែលការងាររបស់យើងនៅសប្តាហ៍នេះគឺជាការអភិបាលការងារនៅតាមមូលដ្ឋានសុខាភិបាលហើយនឹងមានការចូលរួមវគ្គបណ្ដុះបណ្ដាលផងដែរនិយាយទៅរៀងច្រើនរឿងបន្តិចប៉ុន្តែយើងនៅតែធ្វើការងារបានចប់ទាន់ពេលវេលាដដែលការដែលយើងរៀនអសតសាស្ត្រខ្លាយទៅជាអសតការីមិនប្រកាសថាយើងត្រូវតែធ្វើការនៅក្នុងអសតស្ថានតែប៉ុណ្ណឹងទេមានជំរើសជាច្រើនដែលយើងអាចធ្វើបាននៅក្នុងជីវិតរបស់យើងជាអសតការីនៅពេលដែលចាប់ផ្ដើមរៀនផ្នែកអសតសាស្ត្រគាត់តែងតែយកច្រឡំថាគាត់ត្រូវតែចេះមុខវិជ្ជាដែលអាចធ្វើការនៅក្នុងអសតស្ថានបានឬក៏បើកអសតស្ថានដើម្បីរកស៊ីបានប៉ុន្តែនៅពេលដែលយើងរៀនចប់យើងនឹងដឹងថាជំរើសរបស់យើងមានច្រើនយ៉ាងហើយវាមិនមែនជារឿងដែលខុសប្លែកទេមានអសតការីជាច្រើនផ្សេងទៀតដែលគាត់ធ្វើការងារនៅក្នុងក្រុមហ៊ុននាំចូលនាំចេញអសតនៅក្នុងរោងចក្រផលិតអសតធ្វើជាគ្រូបង្រៀនធ្វើជា academic officer នៅក្នុងមន្ទីរពិសោធន៍និងមានការងារជាច្រើនទៀតដែលខ្ញុំរៀបរាប់អត់អស់ទេនៅក្នុងនេះដូច្នេះហើយកុំគិតថារៀនអសតសាស្ត្រគឺជាការងារដែលឡុកខ្លួនឯងទុកនៅមួយកន្លែងនៅក្នុងអសតស្ថានគឺវាមិនពិតអញ្ចឹងទេកុំតន់អាក់អន់ចិត្តនៅជំរើសរបស់ខ្លួនឯងខែកុម្ភៈឆ្នាំ2026នេះគឺជាខែគម្រប់ខួប6ឆ្នាំដែលខ្ញុំបានធ្វើការងារសប្តាហ៍នេះនៅពេលដែលខ្ញុំបានធ្វើដំណើរតាមខេត្តខ្ញុំបាន experience អ្វីដែលថ្មីជាច្រើនដែលខ្ញុំបានរៀនពីសង្គមផ្សេងៗគ្នាពីបរិបទក្នុងការរស់នៅរបស់ប្រជាជនម្ហូបអាហារការនិយាយស្ដីនិងការប្រាស្រ័យទាក់ទងគ្នាដែលអាចបានបង្រៀននៅសាលាទេម្យ៉ាងវិញទៀតក៏ខ្ញុំបានស្គាល់ពីបរិបទក្នុងការធ្វើការងារនៅតាមបណ្ដាខេត្តនីមួយៗផងដែរលើសពីការងារទៀតគឺខ្ញុំបានឆ្លៀតទៅកន្លែងផ្សេងៗដែលខ្ញុំមិនដែលធ្លាប់ទៅពីមុនមកហើយក៏គ្មានឱកាសបានទៅនៅពេលដែលខ្ញុំនៅរៀនផ្លេចទៅចង់ណែនាំប្រាប់អ្នកទាំងអស់គ្នាបន្តិចខ្ញុំយកមកតាមជាមួយនឹងសម្លេងអនាម័យ Yumi Girl អ្នកទាំងអស់គ្នាសម្លេងអនាម័យនេះហាស្ដើងហើយមានពីទំហំទៀតទន់មិនស្គីមិនរមាស់ហើយបើទោះបីជាខ្ញុំធ្វើដំណើរច្រើនដើរច្រើនចុះនៅតាមភូមិក៏ដោយក៏សម្លេងអនាម័យនេះអត់មានរមួលផ្លាស់ប្ដូរទីតាំងអត់មានធ្វើឲ្យយើងមានអារម្មណ៍ថាអត់ស្រួលខ្លួននោះទេហើយជាពិសេសតម្លៃសមរម្យមែនតើអ្នកទាំងអស់គ្នាគឺ$1ចុះក្រោមទេត្រឡប់មកចូលរឿងយើងវិញក្នុងកំឡុងពេលដែលខ្ញុំមកខេត្តកែបនេះខ្ញុំបានទៅច្រើនកន្លែងមែនតើទៅញ៉ាំស៊ុបសាច់អាំងហើយបានទៅកាហ្វេខ្សែរ៉កមើលថ្ងៃលិចស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាថ្ងៃរៀបលិចដូចពងទាប្រៃអញ្ចឹងហើយខ្ញុំចូលចិត្តមើលថ្ងៃលិចចេញពីកាហ្វេខ្សែរ៉កនេះហើយខ្ញុំបានទៅកែប West នឹងរៀងយប់បន្តិចប៉ុន្តែបើសិនជាទៅមុននឹងអាចនឹងមានទេសភាពស្អាតជាងនឹងហើយទៅដល់កែប West នឹងខ្ញុំក៏បានភ្លក់ម៉ាត់ឆារបស់គេ so good ម៉ាត់ឆារបស់គេរសជាតិឆ្ងាញ់មែនតើផឹកម៉ាត់ឆាជជែកគ្នាលេងស្ដាប់សលេងទឹកសមុទ្រខ្យល់បក់រហៀកអ្នកទាំងអស់គ្នាគឺអារម្មណ៍ល្អខ្លាំងមែនតើហើយនៅពេលដែលងងឹតទៅគឺយើងទៅញ៉ាំអាហារពេលល្ងាចពេលញ៉ាំអាហារចប់យើងក៏ត្រឡប់ទៅកន្លែងស្នាក់នៅវិញហើយស្អែកឡើងយើងនឹងបន្តការងារធម្មតាបន្តទៀតការងាររបស់យើងគឺវិលជុំបែបនេះការដែលយើងទៅស្គាល់កន្លែងថ្មីក៏ជាការឆ្លៀតពេលវេលារបស់យើងដែរហើយនេះហើយគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំហើយជាការងារដែលខ្ញុំស្រឡាញ់និងចូលចិត្តផងដែរ